ខ្មែរថៃបន្តកាយសម្រួលយុទ្ធកលអបគុណធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅរុស្ស៊ីថ្ងៃទី31ខែកក្កដា2025នៅច្រកព្រំអូស្មាច់ខេត្តឧត្តរមានជ័យភូមិភាគទី4កម្ពុជានិងកងភូមិភាគទី2នៃថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគ2កម្ពុជាថៃ RBC សម្រាប់ពិភាក្សាលើការកែសម្របសម្រួលអាវុធនិងយុទ្ធក៏បំផ្លិចបំផ្លាញធ្ងន់ធ្ងរបន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជាថៃ RBC កាលពីម្សិលមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍ឯកវីរាយុទ្ធរាស៊ីមេបញ្ជាការភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់នឹងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានឹងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការសម្របសម្រួលយុទ្ធកលនិងឧបករណ៍ធ្ងន់ធ្ងររបស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ OT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងនៃផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនឹងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការកែសម្របសម្រួលយុទ្ធកលអាធ្ងន់ធ្ងរនិងបំផ្លិចបំផ្លាញធ្ងន់ធ្ងរ